អ្នកគ្រូតែតងជាមួយនឹងនៅហេងអ្នកគ្រូយើងដឹងថានៅហេងភាសាទូទៅគេសំដៅលើតម្រងមុខមែនទេអ្នកគ្រូបាទតែយើងដឹងថានៅហេងជាអីចង់អ្នកគ្រូបកស្រាយពាក្យថានៅហេងនឹងជូនបងប្អូនយើងតិចអ្នកគ្រូមុខមនុស្សយើងម្នាក់គឺសុទ្ធតែស្អាតរៀងខ្លួនមិនត្រឹមតែស្អាតទេអ្នកទាំងអស់គ្នាផ្ទៃមុខរបស់យើងក៏បង្ហាញពីអនាគតរបស់យើងបានដូចគ្នាបាទគោរពនៅជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីខ្ញុំដឹងដោយដុកទ័រហុងសេងស៊ុយដោយថ្ងៃនេះដែរយើងមានប្រធានបទនៅហេងដែលជាប្រធានបទថ្មីចង់ចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាបាទដោយថ្ងៃនេះដែរគឺយើងមានវាលខមមិនដល់ទៅ2រូបបាទដែលរហដងបងប្អូនទាំងអស់គ្នាប្រហែលជាឃើញជួបតែលោកគ្រូប៉ុន្តែលើកនេះយើងមានអ្នកគ្រូដែរតែអ្នកគ្រូទាំង2រូបថ្ងៃនេះគឺគាត់នឹងចូលមកបកស្រាយតាក់ទងជាមួយនឹងនៅហេងដែលបងប្អូនយើងជាច្រើនបានធ្លាប់ឮធ្លាប់បាទដឹងខ្លះហើយថានៅហេងប៉ុន្តែអត់ដឹងថាអត្តន័យស៊ីជម្រៅនៃពាក្យនៅហេងនឹងបែបណាទេអញ្ចឹងថ្ងៃនេះគឺជួបជាមួយវាគ្មិនទាំងពីរតែនៅខាងឆ្វេងដៃគឺអ្នកគ្រូរតបាទជំរាបសួរអ្នកគ្រូបាទហើយខាងស្ដាំដៃខ្ញុំបាទគឺអ្នកគ្រូរតនាបាទជំរាបសួរអ្នកគ្រូបាទអញ្ចឹងមុននឹងចូលទៅដល់បាទសំណួរក៏ចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាដែរថាអ្វីដែលពួកយើងបានលើកឡើងជូនបងប្អូននេះគឺជាការចែករំលែកនៅចំណេះដឹងដើម្បីជាប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាបាទសំណួរដំបូងបំផុតដែលខ្ញុំចង់សួរទៅកាន់អ្នកគ្រូដែលសំណួរដំបូងខ្ញុំចង់ឲ្យអ្នកគ្រូរតតែបកស្រាយអ្នកគ្រូតើតើជាមួយនឹងនៅហេងអ្នកគ្រូយើងដឹងថានៅហេងភាសាទូទៅគេសំដៅលើតម្រងមុខមែនទេអ្នកគ្រូបាទតែយើងដឹងថានៅហេងជាអីចង់ឲ្យអ្នកគ្រូបកស្រាយពាក្យថានៅហេងនឹងជូនបងប្អូនយើងតិចអ្នកគ្រូបាទចាបានចាសួស្តីទស្សនិកជនទាំងអស់នៅក្នុងទីនេះហើយជាដំបូងខ្ញុំសូមអរគុណដែលបានធ្វើជាវាគ្មិននៅក្នុងកម្មវិធីនេះអរគុណអ្នកគ្រូពាក្យនៅហេងនេះគឺជាពាក្យមួយដែលយើងតែងតែឮសូរថាមនុស្សយើងមានងៅហេងតើងៅហេងនឹងជាអ្វីចាងៅនឹងមានន័យថា5ហេងនឹងគឺជាលក្ខណៈគឺលក្ខណៈទាំង5នៃមុខរបស់មនុស្សលក្ខណៈទាំង5នោះគឺជាធាតុដែលវានឹងបង្ហាញនៅលើផ្ទៃមុខរបស់មនុស្សហើយនឹងនិយាយទៅងៅហេងនេះគឺយើងមើលនៅលើផ្ទៃមុខមនុស្សតាំងពីថ្ងាសតាំងពីចិញ្ចើមតាំងពីត្រចៀកតាំងពីច្រមុះតាំងពីមាត់ចង្ការចាសិតតែជាលក្ខណៈរបស់ងៅហេងនៅលើមុខមនុស្សចាអញ្ចឹងតកតងនឹងវិជាងៅហេងនេះគឺវាជាវិជាបុរាណចិនមួយដែលនិយាយទៅយូរឆ្នាំមកហើយប្រហែលជា6000ឆ្នាំកន្លងមកហើយចាយូរហើយជាវិជាមួយដែលគេហៅវាអស្ចារ្យចាវិជាជាន់ខ្ពស់មួយហើយជាទូទៅវិជាងៅហេងគឺយើងមើលនៅលើមនុស្សក៏ប៉ុន្តែសម្រាប់ដុកទ័រហុងផុងស៊ុយយើងវិជាទាំងអស់គឺវាមានតំណែងតំណងគ្នាទាំងអស់បាទអ្នកគ្រូបាទលោកគ្រូអ្នកគ្រូមានប្រសាសន៍មកមុននោះថាតម្រងមុខមនុស្សយើងបាទមានសំដៅដល់ធាតុមែនទេអ្នកគ្រូតើខ្ញុំចង់សួរបញ្ជាក់អ្នកគ្រូតិចថាធម្មតារឿងហុងស៊ុយក៏មានធាតុទាំង5តើតម្រងមុខមនុស្សយើងមានធាតុទាំង5នោះដូចគ្នាឬក៏មិនដែរអ្នកគ្រូចាត្រូវតកតងនឹងងៅហេងគឺយើងមានធាតុទាំង5ដូចខ្ញុំបានលើកឡើងមុននឹងបន្តិចហ្នឹងគឺវាតកតងទៅវិជាផ្សេងទៀតដែលមិនមែនជាមនុស្សក៏ប៉ុន្តែទោះបីជាថាយើងចូលដល់ងៅហេងលើតម្រងមុខមនុស្សហើយក៏យើងនៅប្រើធាតុទាំង5ហ្នឹងដូចវិជាហុងស៊ុយផ្សេងដែរអញ្ចឹងធាតុទាំង5ហ្នឹងវាមានធាតុឈើធាតុភ្លើងធាតុដីធាតុមាសធាតុទឹកចាអញ្ចឹងគឺធាតុទាំង5ហ្នឹងវានឹងបង្ហាញនៅលើផ្ទៃមុខអញ្ចឹងបានគេថាជាវិជាមួយដែលយើងថាមើលឃើញមុខយល់ដល់ចិត្តមើលដល់ចិត្តចាគឺជាវិជាមួយដ៏អស្ចារ្យបានអ្នកគ្រូចឹងបានន័យថាអញ្ចឹងងើហេងបងប្អូនទាំងអស់គ្នាទីច្រឡំថាឲ្យលោកគ្រូចិនសែមើលងើហេងឲ្យទាំងអស់គ្នាប៉មានអត់ប៉ិតអីប្រយ័ត្នទីអ្នកគ្រូដែលមានជំនាញងើហេងគាត់អាចមើលដឹងអ្នកគ្រូអញ្ចឹងចេះដោយសារអ្នកគ្រូលើកឡើងមិញពាក់ដល់អត្តន័យឥឡូវខ្ញុំចង់ឲ្យអ្នកគ្រូលើកឧទាហរណ៍ប៉ុន្តែចង់ឲ្យអ្នកគ្រូរតនាលើកឧទាហរណ៍វិញគឺអ្នកគ្រូស្ងាត់ពេកអ្នកគ្រូចង់ឲ្យអ្នកគ្រូលើកឧទាហរណ៍តិចមើលថាចេះតើតម្រងមនុស្សនឹងតម្រងហៅថា shape ឬក៏តម្រងមុខមនុស្សហ្នឹងត្រូវមួយធាតុអីចឹងណាគ្រូបាទចឹងគ្រូបង្ហាញនឹងតិចមើលបាទអរគុណពីតហ្នឹងលក្ខណៈមុខមនុស្សដែលមានធាតុដីគឺលក្ខណៈមុខរបស់គាត់រាងជ្រុងហើយពណ៌សម្បុររបស់គាត់រាងលឿងហើយក៏គាត់ជាមនុស្សម្នាក់ដែលពូកែអត់ធ្មត់អត់ធន់ហើយក៏ជាអ្នកប្រតិបត្តិការ
ដែលដឹងពីច្បាប់ទម្លាប់នៃការច្បាប់ទម្លាប់ច្បាស់លាស់ជាដើម អូបានអ្នកគ្រូអីបន្ថែមតិចទេអ្នកគ្រូ ចាដូចអ្នកគ្រូរតនាបានលើកឡើងអញ្ចឹងអ្នកគ្រូបានលើកឡើងអំពីមនុស្សមុខធាតុដី បានអ្នកគ្រូ គឺជាមនុស្សមុខធាតុដីអញ្ចឹង បាទ នៅពេលដែលយើងថាយើងចង់ដឹងមនុស្សហ្នឹងធាតុភ្លើងតើមានលក្ខណៈបែបណាគឺមានអត្តន័យសម្រាប់មនុស្សធាតុភ្លើងចា បានអ្នកគ្រូ មនុស្សធាតុមុខហ្នឹងជាឧទាហរណ៍វាមានរូបរាងខុសៗគ្នាអ្នកគ្រូរតនាលើកឡើងគឺធាតុដីហ្នឹងគឺថាវាមានរុំរាងជាជ្រុងអញ្ចឹងណា បាទ 4ជ្រុងអីចឹងគេហៅធាតុដីអញ្ចឹងមនុស្សខ្លះបានយើងឃើញថាមនុស្សខ្លះមានមុខធាតុទឹកគឺវាមូលអញ្ចឹងណាចាអញ្ចឹងវាមានធាតុទឹកវាមានធាតុភ្លើងចាធាតុភ្លើងឬរាងដូចជាត្រីកោណអីអញ្ចឹងទៅចាអញ្ចឹងមានអ្នកខ្លះមុខត្រវែងអ្នកខ្លះមុខពងក្រពើចាតែវាបង្ហាញធាតុវាមួយអញ្ចឹងបានវាឆ្លុះបញ្ចាំងទៅថាឃើញមុខគឺ ស្គាល់ដល់ចិត្ត ហើយមួយទៀតជាអ្វីដែលខ្ញុំតែងតែចងចាំនៅក្នុងវិជ្ជានេះពីសម្ដីរបស់ប្រសាសន៍របស់លោកគ្រូបានលើកឡើងថាអ្វីលាក់បានក៏ប៉ុន្តែចំពោះងើហេងមួយលាក់អត់បានទេគឺថាវាបង្ហាញនៅលើមុខយើងនឹងឲ្យឃើញអត់មានថាអាចលាក់បានទេចា៎ បានអ្នកគ្រូបាទអញ្ចឹងខ្ញុំបានន័យថាបើសិនជាអ្នកដែលគាត់មកមើលងើហេងអ្នកគ្រូសឹងថាមិនបាច់មើលអីផ្សេងមើលតែមុខគាត់ដឹងថាគាត់មានបញ្ហាអីហ្មងអ្នកគ្រូណោះ ចា៎ វ៉ាវខ្លាំងមែនតើវិជ្ជានេះអ្នកគ្រូ យើងអាចមើលដឹងតាំងពីជំងឺតាំងពីសុខភាព អូមើលបានច្រើនណាស់អ្នកគ្រូ តើគាត់រយៈពេលហ្នឹងគាត់ហេងឬក៏សូយគឺបង្ហាញនៅលើមុខហ្នឹងទាំងអស់ចា៎ បាទអញ្ចឹងបានន័យថាទម្រង់មុខមួយយើងម្នាក់គឺសុទ្ធតែមានអត្ថន័យក៏ដូចជាមាននៅអ្វីដែលបានឆ្លុះបង្ហាញនៅបច្ចុប្បន្នភាពរបស់យើងក៏ដូចជានៅអនាគតរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងវគ្គនេះអ្នកទាំងអស់គ្នាបានយល់ច្បាស់ជាមួយនឹងពាក្យថាងើហេងជាអ្វីហើយអញ្ចឹងវីដេអូក្រោយអ្នកទាំងអស់គ្នាបង្កប់ជាបានជ្រាបនៅថាវិធីនៃការមើលងើហេងនៅរបៀបនៃការមើលរបស់អ្នកគ្រូប្រចាំស្ថាប័នដុកទ័រហុងហ្វុយមានលក្ខណៈពិសេសខុសពីគេបែបណាខ្លះជួបគ្នាវីដេអូក្រោយ ទូទាយនិងវិភាគដំណើរជីវិតវិជាបច្ចុប្បន្នវគ្គ3ចាប់ផ្ដើមចូលរៀននៅថ្ងៃទី25-26 មេសា2026នេះ